ជំរាបសួរបងប្អូនទាំងអស់គ្នាគ្រាន់តែចាប់ផ្ដើមក្បាលវីដេអូមកបងប្អូនក៏ឃើញថាភ្លៀងកំពុងតែបង្អុរយ៉ាងត្រជាក់ត្រជុំតែម្ដងថ្ងៃនេះឃើញថាភ្លៀងក៏គ្រាន់បើដែរអញ្ចឹងធ្វើឲ្យ admin នេះក៏រងាមានអារម្មណ៍ថារងាក៏ចង់ញ៉ាំអីក្តៅៗអញ្ចឹងណាបងប្អូនបន្ទាប់ពីនឹកមកក៏នឹកឃើញដល់ពងមាន់អាំងបែបនេះអូយអញ្ចឹងមិនបង្អង់យូរក៏ចាប់ផ្ដើមបង្កាត់ភ្លើងអីចេញជាបែបនេះមកហើយក៏ចាប់ផ្ដើមរៀបចំចានដាក់អាំងពងមាន់យើងតែម្ដងអញ្ចឹងយើងដាក់ចានតម្រៀបអញ្ចឹងមកបន្ទាប់ពីដាក់ចានហើយយើងដាក់ប៊ឺដើម្បីឲ្យវាកុំឲ្យពេលដែលយើងអាំងទៅជាប់ជាមួយនឹងចានអញ្ចឹងណាបងប្អូនណាមួយទៀតក៏បន្ថែមរសជាតិឲ្យមានរសជាតិកាន់តែឆ្ងាញ់ផងដែរបងប្អូនបន្ទាប់ពីយើងដាក់ប៊ឺគ្រប់ចានហើយយើងចាំប៊ឺនឹងឲ្យរលាយក៏យើងក៏លេចមកគោះពងមាន់ហើយយើងវាយឲ្យឡើងមកយើងវាយឲ្យវាសព្វល្អឡើងចូលគ្នាមកបន្ទាប់ពីវាយឲ្យវាឡើងល្អហើយប៊ឺក៏ចាប់ផ្ដើមរលាយអញ្ចឹងណាបងប្អូនបន្ទាប់ពីប៊ឺរលាយក៏យើងចាក់ពងមាន់អាំងយើងចូលតែម្ដងអញ្ចឹងយើងចាក់ឲ្យគ្រប់ចានអញ្ចឹងមកព្រោះ admin ខ្ជិលដួសអញ្ចឹងចាក់យកតែម្ដងឲ្យឆាប់ហើយក៏នឹកឃើញដែរថាយើងមានខ្ទឹមជ្រក់ខ្លះសេត្រជាក់បែបនេះដែរបងប្អូននិយាយទៅអាពងមាន់ហ្នឹងវាត្រូវជាមួយអាខ្ទឹមជ្រក់ហើយនឹងអំបិលអាមេរិកបែបនេះអញ្ចឹងវាបានន័យថាយើងមានទាំងខ្ទឹមជ្រក់និងអំបិលអាមេរិកបន្ទាប់ពីរងចាំមួយសន្ទុះពងមាន់យើងក៏ចាប់ដើមឆ្អិនតែ admin ចូលចិត្តវាអត់ឆ្អិនពេកទេបងប្អូនចូលចិត្តអាល្មមអញ្ចឹងណាអាហ្នឹងវាឆ្ងាញ់ហ្មងហើយចាំការទៀតនៅពេលដែលវាឆ្អិនបែបនេះហើយក៏យើងចាប់ផ្ដើមរៀបចំដាក់ថាសហើយមកដាក់ជាមួយខ្ទឹមជ្រក់ដែលយើងលាយជាមួយនឹងអំបិលអាមេរិកបាញ់មិញហ្នឹងបងប្អូនបន្ទាប់មកគឺដាក់មួយម៉ាត់បងប្អូនហើយគឺថាជាតិម៉ែជាតិហ្នឹងនិយាយថានៅពេលដែលមេឃកំពុងតែភ្លៀងត្រជាក់អញ្ចឹងណាអញ្ចឹងយើងនឹកឃើញដល់ចង់ញ៉ាំអីក្តៅៗអញ្ចឹងនៅពេលដែលយើងបានញ៉ាំហ្នឹងគឺថាជាតិម៉ែជាតិដែរបងប្អូនអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណអ្នកទាំងអស់គ្នា